ការចិញ្ចឹមមាន់និងថែកូនមាន់តូចឲ្យមានសុខភាពល្អត្រូវការយកចិត្តទុកដាក់បន្តិចទៅលើរឿងគន្លឹះមួយចំនួនខាងក្រោមនេះជាមូលដ្ឋានគ្រឹះសម្រាប់អ្នកចាប់ផ្ដើមដំណាក់កាលទី1ការរៀបចំមុនពេលមានកូនមាន់1កន្លែងកុម្ម៉ង់ brooder រៀបចំប្រអប់ឬធុងធំមួយដែលមានជញ្ជាំងខ្ពស់បន្តិចគ្រប់ដោយក្រដាសជ្វាឬដីយ៉ាត់កុំប្រើក្រដាសរលួយដូចជាក្រដាសថ្លាព្រោះវាធ្វើឲ្យកូនមាន់រអិលបាក់ជើងត្រូវធានាថាមានកន្លែងគ្រប់គ្រាន់សម្រាប់កូនមាន់ចំនួនរបស់អ្នកប្រហែល 0.1 ម៉ឺនសម្រាប់កូនមាន់10ក្បាលក្នុងសប្តាហ៍ដំបូង2ម៉ាស៊ីនកម្ដៅ heat lamp នេះជារបស់ចាំបាច់ណាស់កូនមាន់ត្រូវការកម្ដៅ 35K ក្នុងសប្តាហ៍ដំបូងដាក់ម៉ាស៊ីនកម្ដៅនៅម្ខាងនៃប្រអប់កុម្ម៉ង់ដើម្បីឲ្យកូនមាន់អាចរត់ទៅរកកន្លែងត្រជាក់បានប្រសិនបើវាក្ដៅពេកសង្កេតឥរិយាបថរបស់កូនមាន់ប្រមូលផ្ដុំគ្នានៅក្រោមម៉ាស៊ីនកម្ដៅត្រជាក់ពេកបន្ថែមកម្ដៅរត់ចោលឆ្ងាយពីម៉ាស៊ីនកម្ដៅហើយដកដង្ហើមខ្លាំងក្ដៅពេកកាត់បន្ថយកម្ដៅរពើពាសពេញប្រអប់កម្ដៅល្អត្រូវគ្នាដំណាក់កាលទី2អាហារនិងទឹកសំខាន់ខ្លាំងណាស់1ទឹកស្អាត water ត្រូវផ្ដល់ទឹកស្អាតជានិច្ចកុំឲ្យអត់ទឹកឲ្យសោះប្រើចានទឹកតូចដែលមិនជ្រាយដើម្បីកុំឲ្យកូនមាន់លង់ទឹកគន្លឹះក្នុង2-3ថ្ងៃដំបូងអ្នកអាចលាយវីតាមីន complex ឬ electrolyte ទៅក្នុងទឹកដើម្បីជួយឲ្យកូនមាន់មានកម្លាំង2អាហារ starter feed ត្រូវទិញអាហារកូនមាន់ starter feed ពិសេសពីហាងលក់អាហារសត្វអាហារនេះមានប្រូតេអ៊ីនខ្ពស់ប្រហែល20-24សម្រាប់ការលូតលាស់កុំឲ្យអាហារដំណេកឬផ្ដល់អាហាររបស់មនុស្សដូចជាបាយព្រោះវាមិនមានជីវជាតិចាំបាច់ហើយអាចធ្វើឲ្យកូនមាន់ឈឺដាក់អាហារក្នុងចានតូចហើយធ្វើឲ្យមានជានិច្ចដំណាក់កាលទី3ការថែរក្សាប្រចាំថ្ងៃ1ស្អាតស្អំ hygiene បដូរក្រដាសជ្វាឬសម្អាតដីអែបរាល់ថ្ងៃជាមូលដ្ឋានគ្រឹះណាស់ក្នុងការការពារជំងឺលាងចានទឹកនិងចានអាហាររាល់ថ្ងៃដែរ2សុវត្ថិភាពនិងសុខភាពការពារកូនមាន់ពីសត្វចិញ្ចឹមដូចជាឆ្កែឆ្មានិងខ្យងដូចជាសត្វឥន្ទីសង្កេតមើលកូនមាន់ប្រសិនបើមានកូនមាន់ណាហាក់នឿយហត់មិនចង់ដេកឬស៊ីអាហារតិចជាងគេត្រូវដាក់វាឲ្យដាច់ពីគេភ្លាមហើយផ្ដល់ទឹកនិងអាហារដាច់ដោយ